សូមគោរពជំរាបសួរនិងស្វាគមន៍ដល់ប្រិយមិត្តដែលតែងតែតាមដាននិយមស្រាប់ជាមួយនឹងជីវិតរឿងរ៉ាវជាទីមេត្រីនៅថ្ងៃនេះដែរជីវិតរឿងរ៉ាវនឹងលើកយកនៅព័ត៌មានមួយដែលទាក់ទងជាមួយនឹងហេតុការណ៍ដែលកើតមានជួយដៃនៅក្នុងប្រទេសថៃដោយដែលប្រិយមិត្តបានជ្រាបស្រាប់ហើយថាប្រទេសថៃកាលពីមួយខែមុនគឺបានជួបជាមួយនឹងផលប៉ះពាល់ដោយការរញ្ជួយដៃយ៉ាងខ្លាំងមួយនៅប្រទេសមីយ៉ាន់ម៉ាដែលផលប៉ះពាល់នោះគឺបានរងប៉ះពាល់ខ្លាំងមែនទែននៅក្នុងទីក្រុងបាងកកហើយបន្ទាប់ពីនោះមកគឺមានគេហៅថាហេតុការណ៍ aftershock ជាច្រើនដងបន្ថែមទៀតប៉ុន្តែនៅក្នុងខែឧសភានេះនៅក្នុងប្រទេសថៃគឺមាននៅហេតុការណ៍រំជួយដៃចំនួន2លើកនៅក្នុងខេត្ត2ផ្សេងគ្នាផងដែរមុននឹងឈានទៅកាន់ព័ត៌មានពិស្ដាសូមប្រិយមិត្តចុច Subscribe Like ហើយនិង Share ហើយនិងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗពីជីវិតរឿងរ៉ាវសូមគោរពជំរាបជូនដល់ប្រិយមិត្តទាំងអស់គ្នាផងដែរថាហេតុការណ៍ដែលកើតមាននៅក្ររញ្ជួយដៃនេះគឺកើតឡើងនៅក្នុង2លើកផ្សេងគ្នានៅក្នុងខេត្ត2ផ្សេងគ្នាផងដែរដោយលើកទី1គឺកើតឡើងនៅខេត្តនងប៊ូឡាំភូកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2025វេលាម៉ោង 1:36 នាទីយប់ដែលក្នុងរដូវគឺមានការរំជួយដៃនៅក្នុងកម្រិត 3.0 ដែលមានជម្រៅដល់ទៅ4គីឡូម៉ែត្រនិងលើកទី2នៅខេត្តនគរศรีធម្មរាជដែលហេតុការណ៍នោះគឺកើតឡើងកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2025កាលពីវេលាម៉ោង 5:36 នាទីព្រឹកផងដែរហេតុការណ៍នោះដែរគឺមានការរំជួយដៃនៅក្នុងកម្រិត 3.0 ក្នុងជម្រៅ1គីឡូម៉ែត្រគួរជំរាបជូនដល់ប្រិយមិត្តផងដែរថាកម្រិតរំជួយ 3.0 នេះគឺគ្រាន់តែធ្វើឲ្យអ្នកដែលរស់នៅតំបន់នោះគឺមានអារម្មណ៍ថារង្គើប្រៀបដូចជាមានរថភ្លើងដែលរត់កាត់ដូច្នោះដែរសារព័ត៌មានក៏បានប្រាប់ផងដែរថាការរំជួយដៃនៅក្នុងគ្រានេះគឺរំជួយដៃដោយសារតែសម្ពាធនៅក្នុងស្រទាប់ក្រោមដៃនៃផែនដីមិនមែនជាការរំជួយដែលកើតចេញពីមុខដំណផ្លាកតិចតូនិកនៃស្រទាប់ផែនដីដោយកាលពីរញ្ជួយនៅមីយ៉ាន់ម៉ានោះទេហេតុដូចនេះហើយហេតុការណ៍នេះពុំមានបង្កនៅគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេប៉ុន្តែប្រជាជនដែលរស់នៅក្នុងតំបន់នោះដែលទទួលបានអារម្មណ៍នៃការរង្គើគឺតែងតែមានការតក់ស្លុតដោយសារតែនៅក្នុងប្រទេសថៃគឺធ្លាប់បានឆ្លងកាត់នៅផលប៉ះពាល់ដ៏ខ្លាំងមួយនៅទីក្រុងបាងកកដោយដែលប្រិយមិត្តបានជ្រាបថាមានការបាក់រលំអគារមួយដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សអស់ជាច្រើនអ្នកចំពោះអ្នកដែលរស់នៅក្នុងខេត្តនគរศรีធម្មរាជដែលស្ថិតនៅក្នុងភូមិភាគខាងត្បូងដែលភាគច្រើនប្រជាជនទីនោះគឺកាន់សាសនាអ៊ីស្លាមហេតុការណ៍ដែលបានកើតគ្រោះរញ្ជួយដៃនោះគឺកើតឡើងនៅវេលាម៉ោង 5 ព្រឹកដែលខណៈនោះគឺមានប្រជាជនដែលភ្ញាក់ពីព្រលឹមក្នុងការងើបសូត្រធម៌ហើយនឹងចេញទៅជាជួរជាដើមពួកគាត់បានប្រាប់ថាពួកគាត់ក៏បានទទួលនៅអារម្មណ៍ពីការរំជួយដៃនេះដោយដែលប្រិយមិត្តបានឃើញតាមរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពដូច្នោះដែរក្នុងនោះដែរសារព័ត៌មានក៏បានបញ្ជាក់ផងដែរថាការរំជួយដៃជម្រៅ1គីឡូម៉ែត្រនៅក្នុងខេត្តនគរศรีធម្មរាជនេះគឺមិនសូវជាប៉ះពាល់អ្វីនោះទេពួកគេបានបញ្ជាក់ផងដែរថាការរំជួយក្នុងជម្រៅរាក់បែបនេះគឺមិនសូវប៉ះពាល់ខ្លាំងដូចជាការរំជួយនៅក្នុងជម្រៅជ្រៅនោះឡើយចំពោះផលប៉ះពាល់វិញគឺនៅភូមិត្រកខែនៅក្នុងខេត្តនគរศรีធម្មរាជកើតមាននៅទីតាំងលំនៅឋានរបស់លោកនីរ៉ាត់ឈឿនឈុំអាយុ76ឆ្នាំដោយមានការផុងអណ្ដូងទឹករបស់គាត់លិចចូលទៅក្នុងដីដែលមានលក្ខណៈដូចជាធ្លុះមួយរង្វង់អណ្ដូងនឹងស្រុតធ្លាក់បាក់ចូលទៅក្នុងដីបាត់តែម្ដងហើយចំពោះផលប៉ះពាល់ផ្សេងទៀតគឺមានស្នាមប្រេះនៅតាមជញ្ជាំងផ្ទះជាដើមដែលវាកើតចេញពីការជួយដៃរង្គើនៃស្រទាប់ផែនដីលោកតានេរ៉ាត់ក៏បានប្រាប់ព័ត៌មានផងដែរថានៅសសក់ពួកគាត់ទទួលអារម្មណ៍ដូចជាមានឡានមកបុកផ្ទះអីចឹងហើយក៏ឮសំឡេងខ្លាំងដូចផ្គរលាន់អមមកជាមួយផងដែរកាលពីព្រលឹមស្រាងគឺពួកគាត់មិនបានចាប់អារម្មណ៍ពិនិត្យអីច្រើននោះទេទាល់តែព្រឹកព្រលឹមឡើងគាត់ដើរពិនិត្យជុំវិញផ្ទះទើបឃើញមានចំណុចត្រង់អណ្ដូងទឹករបស់គាត់គឺផុងលិចទៅក្នុងដីបាត់ទន្ទឹមនឹងហេតុការរញ្ជួយដីនេះផងដែររដ្ឋាភិបាលថៃក៏មានចេញជាវិធានការនៅការសាកល្បងប្រើប្រាស់មធ្យោបាយក្នុងការព្រមានតាមរយៈទូរស័ព្ទដោយផ្ញើសារជាអក្សរហើយនៅមានសម្លេងរោទៅកាន់ទូរស័ព្ទដៃអ្នកប្រើប្រាស់ដែលនៅក្នុងបរិវេណដែលមានហានិភ័យពីគ្រោះរញ្ជួយដៃនេះគួរជម្រាបជូនផងដែរថាការបញ្ជូនសារនៅក្នុងការដាស់តឿនឬក៏ការព្រមានទាក់ទងជាមួយនឹងគ្រោះរញ្ជួយដៃនេះគឺនៅក្នុងដំណាក់កាលសាកល្បងតែប៉ុណ្ណោះមិនទាន់បានដាក់ឲ្យប្រើប្រាស់ទូលំទូលាយទូទាំងប្រទេសនៅឡើយនោះទេ
ដោយមានការប្រកាសផងដែរថាមុននឹងឈានចូលដល់រដូវវស្សានេះនឹងមានព្យុះរដូវប្រាំងមួយទៀតនឹងគ្របដណ្ដប់មួយភាគធំនៅក្នុងប្រទេសថៃដោយដែលប្រិយមិត្តបានឃើញនៅក្នុងរូបភាពស្រាប់មិនទាន់នឹងដល់កំណត់កាលនៃព្យុះដែលក្រមឧតុនិយមបានប្រកាសមកដល់ផងស្រាប់តែខេត្តមួយចំនួនគឺមានការស្វាគមន៍ទៅដោយទឹកភ្លៀងខ្លះៗហើយនឹងមានការជន់លិចជាបណ្ដាផងដែរដោយដែលជារឿងរ៉ាវបានជម្រាបជូនប្រិយមិត្តហើយថាប្រទេសកម្ពុជាហើយនិងប្រទេសថៃគឺជាប្រទេសដែលនៅជាប់គ្នាហើយដល់នេះការផ្លាស់ប្ដូររដូវពីរដូវប្រាំងចូលទៅរដូវវស្សាក៏នឹងកើតមានដូចគ្នាហើយនេះសូមមេត្តាប្រុងប្រយ័ត្ននៅពេលដែលមានភ្លៀងធ្លាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពប្រុងប្រយ័ត្នជាមួយនឹងសុវត្ថិភាពទាក់ទងជាមួយនឹងគ្រោះធម្មជាតិបញ្ហារន្ទះបាញ់ហើយនិងការឆក់ខ្សែភ្លើងជាដើមដែលគ្រោះថ្នាក់ទាំងអស់នេះអាចកើតមានឡើងជាយថាហេតុដែលយើងពុំអាចដឹងមុនបាននោះទេជារឿងរ៉ាវសូមជូនពរដល់ប្រិយមិត្តជួបប្រទះតែនឹងសុខសុវត្ថិភាពហើយនិងសុខភាពល្អសុខភាពមង្គលនៅក្នុងក្រុមគ្រួសារសូមអរគុណដែលបានតាមដានទស្សនាដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា Spotlight shining lights the stage.